កូនច្បងជាសិស្សពូកែកណិតហើយកូនទី2ក៏ជាសិស្សពូកែកណិតហើយកូនពៅក៏ជាសិស្សពូកែកណិតហោះទៅប្រឡងដល់សហរដ្ឋអាមេរិកចេញប្រឡងដល់អូស្ត្រាលីឆ្ពោះទៅប្រឡងដល់ម៉ាឡេស៊ីប្រឡងទាំងក្នុងនិងក្រៅប្រទេសប្រកួតជាមួយនឹងសិស្សដទៃ3អ្នកបងប្អូនដណ្ដើមបានពានប្រមាណ27ពាននិងមេដាយប្រមាណ160គ្រឿងកូនខ្មែរ3អ្នកបងប្អូនទាំងពូកែទាំងអត្តចរិតទាំងសិលធម៌ល្អប្រពៃកាន់ទង់ជាតិខ្មែរឈរលើឆាកអន្តរជាតិឈរនៅលើឆាកអន្តរជាតិ3អ្នកបងប្អូនបង្ហាញឲ្យពិភពលោកបានឃើញថាទឹកដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជាសម្បូរធនធានក្មេងៗពូកែចំណែកឯអត្តចរិតក៏ល្អប្រពៃទៀតនេះមិនសរសើរមិនបានកូនប្រុសច្បងមានឈ្មោះថាមេងឡៃសុនអាយុ17ឆ្នាំកំពុងតែបន្តការសិក្សាថ្នាក់ទី12នៅសាលារៀនអន្តរជាតិ Paragon ប្អូនប្រុសឡៃសុនគឺជាក្មេងម្នាក់ដែលមានអត្តចរិតល្អសិលធម៌ល្អបើនិយាយអំពីការសិក្សារៀនសូត្រវិញសិស្សមកពីសាលាអន្តរជាតិ Paragon រូបនេះគឺជាក្មេងពូកែមានភាពក្លាហានជាកូនខ្មែរដែលធ្លាប់ហោះទៅប្រឡងដល់សហរដ្ឋអាមេរិកទទួលបានមេដាយមាសជាសមិទ្ធផលកិត្តិយសមួយសម្រាប់គ្រួសារនិងប្រទេសកម្ពុជាក្រៅពីសហរដ្ឋអាមេរិកប្អូនប្រុសឡៃសុនក៏ធ្លាប់បានទៅប្រឡងនៅប្រទេសអូស្ត្រាលីបន្តទទួលបានរង្វាន់និងមេដាយមាសចំណាត់ថ្នាក់លេខ1ទៀតផងដែរប្អូនប្រុសឡៃសុនក៏ធ្លាប់បានទៅប្រឡងនៅឯប្រទេសម៉ាឡេស៊ីដណ្ដើមបានពានផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រទៀតផងមិនតែប៉ុណ្ណោះទេប្អូនប្រុសក៏ធ្លាប់បានទៅប្រឡងនៅឯប្រទេសថៃទទួលបានពាន World Star 1 ចំនួន3ក្រៅពីនេះប្អូនប្រុសឡៃសុនក៏ធ្លាប់បានប្រឡងនៅក្នុងប្រទេសទទួលបានមេដាយមាសនិងពានរង្វាន់ជាច្រើនកម្មវិធីទៀតសរុបមកប្អូនប្រុសឡៃសុនទទួលបាននៅសមិទ្ធផលពានប្រមាណជា18និងមេដាយសរុបប្រមាណជា80មេដាយបងប្រុសពូកែប្អូនទី2ក៏ពូកែដូចគ្នាប្អូនប្រុសទី2មានឈ្មោះថាមេងគុនលីអាយុ12ឆ្នាំបច្ចុប្បន្ននេះប្អូនប្រុសគុនលីកំពុងតែបន្តការសិក្សាថ្នាក់ទី9នៅសាលារៀនអន្តរជាតិ Paragon ប្អូនមិនខុសពីបងប្រុសនោះទេប្អូនប្រុសគុនលីគឺជាក្មេងម្នាក់ដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យាធ្លាប់បានហោះទៅប្រឡងប្រកួតជាមួយនឹងសិស្សដទៃនៅឯទឹកដីសហរដ្ឋអាមេរិកទទួលបានមេដាយមាសដូចជាបងប្រុសផងដែរប្អូនប្រុសគុនលីក៏ធ្លាប់បានប្រកួតប្រជែងនៅឯប្រទេសថៃទទួលបានពានចំនួន3ហើយនិងមេដាយមាសចំនួន2គ្រឿងក្រៅពីនេះប្អូនប្រុសគុនលីក៏ធ្លាប់បានប្រឡងនៅក្នុងប្រទេសជាច្រើនកម្មវិធីហើយនិងទទួលបាននៅពានក៏ដូចជាមេដាយមាសប្រាក់ជាច្រើនទៀតផងដែរជាសរុបមកប្អូនទី2ប្អូនប្រុសគុនលីធ្លាប់ទទួលបានពានប្រមាណជា9និងមេដាយសរុបប្រមាណជា50គ្រឿងកូនស្រីពៅពន្លកថ្មីនៃគ្រួសារក៏កំពុងតែបោះជំហានជាបណ្ដើមានបងប្រុសទាំងពីរជាគំរូមានម៉ាក់ប៉ាចាំផ្ដល់កម្លាំងចិត្តប្អូនស្រីក៏បង្ហាញអំពីសមត្ថភាពប្រឡងប្រជែងលើមុខវិជ្ជាគណិតវិទ្យាទទួលបាននៅសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ផងដែរប្អូនស្រីពៅមានឈ្មោះថាមេងសុបញ្ញាមានអាយុ11ឆ្នាំបច្ចុប្បន្ននេះកំពុងតែសិក្សាថ្នាក់ទី6នៅសាលាអន្តរជាតិ Heritage សុបញ្ញាដែលជាកូនពៅធ្លាប់បានទៅប្រឡងនៅឯប្រទេសថៃនិងទទួលបានមេដាយមាសផ្នែកគណិតវិទ្យានិងមេដាយប្រាក់ផ្នែកវិទ្យាសាស្ត្រហើយក៏ធ្លាប់បានចូលរួមប្រឡងប្រកួតប្រជែងនៅក្នុងប្រទេសទទួលបានមេដាយមាសប្រាក់ជាច្រើនកម្មវិធីទៀតផងដែរជាសរុបមកប្អូនស្រីពៅសុបញ្ញាធ្លាប់ទទួលបានមេដាយសរុបប្រមាណជា30គ្រឿងបងក៏ខ្លាំងប្អូនក៏ខ្លាំងទាំង3នាក់បងប្អូនពូកែទាំងអស់អាចនិយាយបានថានេះគឺជាការខិតខំប្រឹងប្រែងរបស់កូនទាំង3នាក់ក៏ដូចជាមានការយកចិត្តទុកដាក់ពីសំណាក់ប៉ាម៉ាក់ដែលតែងតែជាផ្នែកមួយនៃកម្លាំងចិត្តរបស់កូនរាល់ការប្រឡងមិនប្រកាសថាកូនអាចទទួលបាននៅសមិទ្ធផលល្អនោះទេប៉ុន្តែជាប៉ាជាម៉ាក់តែងតែជាកម្លាំងចិត្តសម្រាប់កូនជានិច្ចចូលរួមជាចំណែកមួយសម្រាប់កូនជាការលើកទឹកចិត្តកូនប្រើនៅពាក្យសម្ដីវិជ្ជមានបង្ហាញផ្លូវឲ្យកូនបង្កើនការស្រាវជ្រាវនៅលំហាត់ថ្មីដើម្បីពង្រឹងនៅសមត្ថភាពរាល់ពេលទំនេរបងប្អូនជាទម្លាប់ក្រៅពីការរៀនសូត្រតែងតែលេងហ្គេមខ្លះតែភាគច្រើនរៀងរាល់ពេលទំនេរប៉ាម៉ាក់តែងតែនាំកូនទៅដើរលេងកម្សាន្តនៅឯខាងក្រៅជាការហូបអាហារជាលក្ខណៈគ្រួសារជាដើមដើម្បីបង្កើននៅសុភមង្គលបងប្អូនទស្សនាវីដេអូមួយនេះហើយបើពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចែករំលែកវីដេអូមួយនេះម្នាក់មួយផងណាអរគុណច្រើនពីកម្មវិធីវិថីក្រពូជយើងគួរតែបដោះបែបណាហើយគូក្តីសម័យកូនបែបណាដែលកូនអាចដើរទៅបានល្អហើយសុភមង្គលនឹងបង្ហាញចម្លើយទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើនណាស់កុំភ្លេចឆាតមក Pack Healthy Cambodia ក៏ចាប់បៃតងណាអរគុណច្រើនបងប្អូន